ព័ត៌មានក្តៅព្យុះភ្លៀងនឹងវាយប្រហារភាគខាងត្បូងថៃមួយសប្តាហ៍ពេញការិយាល័យធនធានទឹកថៃ ONWR បានចេញការព្រមានអំពីព្យុះភ្លៀងដែលនឹងវាយប្រហារភាគខាងត្បូងប្រទេសមួយសប្តាហ៍ពេញក្នុងនោះមាន8ខេត្តប្រឈមហានិភ័យខ្ពស់នៃបំណាក់ដីនិងជំនន់រហ័សតាមការផ្សាយរបស់ The Nation កាលពីថ្ងៃអង្គារទី18ខែវិច្ឆិកាឆ្នាំ2025ចាប់ពីថ្ងៃនេះដល់ថ្ងៃអាទិត្យខេត្តនារាธิវត្តយ៉ាឡាសត្ថុនសង្ខឡាផាថាឡុងនគរស៊ីធម្មរាជសុរតធានីនិងឈុំផននឹងរងការវាយប្រហារធ្ងន់ធ្ងរជាមួយកម្រិតភ្លៀងធ្លាក់200មីលីម៉ែត្រដូច្នេះហើយខេត្តទាំង8នេះនឹងអាចកើតមានគ្រោះធម្មជាតិដូចជាបំណាក់ដីទឹកជំនន់រហ័សជាពិសេសតំបន់នៅក្បែរជើងភ្នំនិងដីចំណោតបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សយោងតាម ONWR ព្យុះភ្លៀងនេះគឺបណ្ដាលមកពីខ្យល់មូសុងអេសានដ៏ខ្លាំងដែលគ្របដណ្ដប់លើតំបន់ឈូងសមុទ្រថៃផ្នែកខាងលើនិងតំបន់ខាងត្បូងផ្នែកខាងលើលក្ខខណ្ឌខ្យល់និងទឹករលកនៅក្នុងឈូងសមុទ្រនិងសមុទ្រអាន់ដាម៉ាន់ក៏ត្រូវបានគេរំពឹងថាកើនឡើងកម្លាំងផងដែរប្រភព The Nation Credit KPT International តាក់ទងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា